ถ้าบ่ายชีพกรรมต่างไว้ดำไปឆ្នាំឥឡូវខ្ញុំ23ឆ្នាំហើយបើសិនសួរត្រឡប់ក្រោយថាខ្ញុំសោកស្ដាយអត់អត់សោកស្ដាយទេអ្វីដែលអរគុណខ្លួនឯងខ្ញុំជ្រើសអាជីវកម្មដែលត្រឹមត្រូវនៅវ័យ18ឆ្នាំពេលខ្ញុំចាប់ដើមពេលនោះខ្ញុំធាក់ទី11ឈានចូលទី12ហើយចឹងខ្ញុំចាប់ដើមវាក្រៅមកចឹងខ្ញុំរៀនបដាខ្ញុំធ្វើអាជីវកម្មរបស់ខ្ញុំបដាគាត់ថាអ្វីដែលល្អបំផុតអាជីវកម្មខ្ញុំអត់ប៉ះពាល់ការរៀនខ្ញុំដោយសារខ្ញុំអាចធ្វើពេលណាពេលទៅណេបានតែអ្វីដែលលើសពីហ្នឹងវាធ្វើខ្ញុំអាចឃើញពីអនាគតខ្ញុំបានខ្ញុំអាចមានពេលវេលាគ្រប់គ្រាន់មែនតើក្នុងការចំណាយពេលមួយគ្រួសារចំណាយពេលផ្ទាល់ខ្លួនរកឃើញខ្លួនឯងដើរលេងខែប្រទេសចំណូលគ្រប់គ្រាន់មកត្រឹម support ខ្លួនឯងវាអត់ទាន់សម្រេចក្តីសម័យធំជាច្រើនទេតែខ្ញុំជឿជាក់ថ្ងៃអនាគតរបស់ខ្ញុំដែលខ្ញុំអាចសម្រេចបានលើសពីហ្នឹងពីការជួយអ្នកដទៃច្រើនបានន័យថាការជាអត្តពលដល់អ្នកដទៃជួយគេស្រកគីឡូឡើងគីឡូជួយគេមានសុខភាពល្អជួយគេរស់លើកបានអានោះវាជាសេចក្តីអំណរមួយដែលខ្ញុំមាននៅក្នុងអាជីវកម្មនឹងខ្លាំងមែនតើហើយចំណុចល្អមួយទៀតខ្ញុំទទួលបានបទពិសោធន៍ជីវិតហើយអ្វីដែលពិសេសខ្ញុំមានគ្រូជាច្រើននៅក្នុងអាជីវកម្មដែលខ្ញុំកំពុងតែធ្វើរៀនក្នុងការដឹកនាំជីវិតដឹកនាំអាជីវកម្មគឺជឿអត់ការដែលមានគ្រូម្នាក់ក្នុងការដឹកដៃអ្នកគ្នាពិបាករកណាតែក្នុងនេះមាន